សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel និទានស្ដាប់កំសាន្តទាំងអស់គ្នាថ្ងៃនេះខ្ញុំមានរឿងថ្មីជូនបងប្អូនស្ដាប់ទាំងអស់គ្នាតោះកុំឲ្យខាតពេលវេលាយូរចូលទៅកាន់សាច់រឿងទាំងអស់គ្នាសូមជូនរឿងផ្លូវបំបែកជើងកបនៅចុងផ្លូវនៃដែនដីសវណ្ណភូមិជាប់នឹងជើងភ្នំដែលមានឈ្មោះថាភ្នំវង្វេងមានផ្លូវបុរាណមួយដែលអ្នកស្រុកហៅថាផ្លូវបំបែកជើងកបឈ្មោះនេះកើតចេញពីសន្តានផ្លូវដែលបត់បែនដោយក្រាក់ចក់ជើងគោឬជើងសេះប៉ុន្តែអ្វីដែលល្បីល្បាញជាងឈ្មោះរបស់វាគឺពាក្យចក់ចាមអារ៉ាំដ៏គួរឲ្យភ័យខ្លាចថាអ្នកចូល100អាចរស់បានតែមួយដំណើររឿងចាប់ផ្ដើមឡើងដោយក្រុមអ្នកផ្សងព្រេងមួយក្រុមដែលមានគ្នា10នាក់ពួកគេបានឮដំណឹងថានៅត្រៃម្ខាងនៃភ្នំវង្វេងមានទីក្រុងបុរាណមួយដែលពោរពេញដោយរតនសម្បត្តិនិងថ្នាំទិព្វដែលអាចព្យាបាលគ្រប់ជំងឺមេក្រុមគឺបរិសម្នាក់ឈ្មោះមេតាជាមនុស្សខ្លាំងពូកែខាងក្បាច់គុណប៉ុន្តែមានចិត្តឆេឆាវចំណែកឯអ្នកដែលស្ងៀមស្ងាត់ជាងគេក្នុងក្រុមគឺសីឡាជាបរិសវ័យកណ្ដាលដែលមានការប្រុងប្រយ័ត្នខ្ពស់ពួកគេបានធ្វើដំណើរចូលទៅក្នុងព្រៃងងឹតដែលដុះបិទបាំងពន្លឺថ្ងៃជិតឈឹងដើមឈើធំធំមានមែកសាខាដោយដៃបិសាចរុំព័ទ្ធដោយចុះអាប់ក្រាស់ខ្មឹកទោះជាពេលថ្ងៃត្រង់ក៏មើលទៅដូចជាពេលប្រលប់ដែរសំឡេងសត្វយំដូចជាសំឡេងបន្លាចនៃវិញ្ញាណដែលបានស្លាប់ទៅបន្ទាប់ពីដើរអស់រយៈពេល3ថ្ងៃ3យប់ពួកគេបានមកដល់ចំណុចមួយដែលជាផ្លូវបំបែកជើងកបនៅទីនោះផ្លូវបានបែកជាពីរមួយផ្លូវខាងឆ្វេងមើលទៅធំទូលាយមានផ្កាស្អាតដុះអមសងខាងមានក្លិនក្រអូបនិងហាក់ដូចជាមានពន្លឺភ្លើងចាំងពីចម្ងាយដែលបញ្ជាក់ថាជិតដល់គោលដៅហើយពីរផ្លូវខាងស្ដាំតូចចុងអៀនមានបន្លាដុះរនេងរណោងងងឹតស្លប់និងមើលទៅមានថ្មរដិចរដុបពិបាកដើរខ្លាំងណាស់មេតាដែលជាមេក្រុមបានស្រែកថាបងប្អូនមើលចុះផ្លូវខាងឆ្វេងនេះហើយជាផ្លូវទៅកាន់ទីក្រុងរតនសម្បត្តិវាស្រួលដើរហើយមានក្លិនក្រអូបទៀតតោះយើងប្រញាប់ទៅសីឡាបានខាត់ថាឈប់សិនចាស់បុរាណតែងពោលថាអ្វីដែលមើលទៅងាយស្រួលពេកតែងតែមានអន្ទាក់សូមពិនិត្យមើលសិនចុះបើផ្លូវនេះនាំយើងទៅរកគ្រោះថ្នាក់ប៉ុន្តែសមាជិក8នាក់ទៀតមិនស្ដាប់សីឡាទេពួកគេត្រូវបានបាត់បង់ដោយភាពលោភលន់និងការចង់ស្រួលពួកគេក៏រត់តាមមេតាទៅកាន់ផ្លូវខាងឆ្វេងយ៉ាងលឿននៅពេលដែលក្រុមរបស់មេតារត់ទៅមុខដោយក្តីសប្បាយរីករាយស្រាប់តែអាប់ពណ៌សបានប្រែជាពណ៌ខ្មៅផ្លូវដែលមើលទៅរាបស្មើតាមពិតជាការបំផន់ភ្នែកផ្លូវនោះបានដាច់ត្រឹមមាត់ច្រោះដ៏ជ្រៅមួយដែលមើលមិនឃើញបាតដោយសារតែការរត់លឿនពេកនិងមិនបានប្រុងប្រយ័ត្នពួកគេមិនអាចចាប់ហ្វ្រាំងទាន់ឡើយសំឡេងស្រែកដ៏រន្ធត់បានបន្លឺឡើងនៅពេលដែលរាងកាយរបស់ពួកគេធ្លាក់ចូលទៅក្នុងច្រោះជ្រៅដែលមានថ្មស្រួចនៅខាងក្រោមភាពងងឹតបានលេបត្របាក់ពួកគេបាត់ទៅនេះហើយគឺជាមូលហេតុដែលគេថាស្លាប់ច្រើនរស់តិចត្រឡប់មកវិញសីឡាដែលនៅម្នាក់ឯងបានសម្រេចចិត្តដើរទៅផ្លូវខាងស្ដាំផ្លូវនេះពិតជាលំបាកណាស់បន្លាបានមុតជើងរបស់គាត់ថ្មរដិចរដុបធ្វើឲ្យគាត់ដួលជាច្រើនដងប៉ុន្តែរកចំហៀនដែលគាត់ដើរគាត់បានប្រើដំបងដើម្បីស្ទាបដីខាងមុខជានិច្ចដើម្បីប្រកាសថាវាជាដីរឹងមិនមែនជាច្រោះគាត់បានដើរឆ្លងកាត់ភាពភ័យខ្លាចសំឡេងបន្លាចនិងភាពឯកាប៉ុន្តែគាត់មានចិត្តអំណត់និងមានសតិរឹងមាំទីបំផុតបន្ទាប់ពីការតស៊ូយ៉ាងលំបាកគាត់បានឃើញពន្លឺពិតប្រាកដមួយនៅចុងផ្លូវនៅពេលគាត់ផុតពីព្រៃងងឹតគាត់មិនបានឃើញទីក្រុងមាសទេប៉ុន្តែគាត់បានឃើញភូមិមួយដែលមានសន្តិភាពជាកន្លែងដែលអ្នកស្រុករស់នៅដោយក្តីសុខនិងចែករំលែកគ្នាអ្នកស្រុកបានប្រាប់គាត់ថាសម្បត្តិពិតប្រាកដមិនមែនជាមាសពេជ្រតែជាជីវិតនិងបញ្ញាដែលលោកបានប្រើដើម្បីឆ្លងកាត់ផ្លូវមរណៈមកដល់ទីនេះផ្លូវងាយស្រួលជាអន្ទាក់នៃជីវិតផ្លូវខាងឆ្វេងតំណាងឲ្យការចង់មានបានដោយងាយការលោភលន់និងការធ្វេសប្រហែសមនុស្សភាគច្រើនក្នុងសង្គមតែងតែជ្រើសរើសផ្លូវកាត់ផ្លូវដែលមើលទៅសប្បាយភ្លាមដូចជាការលេងល្បែងគ្រឿងញៀនឬការរកស៊ីទុច្ចរិតដែលទីបំផុតនាំពួកគេទៅរកច្រោះមរណៈផ្លូវលំបាកជាផ្លូវនៃភាពជោគជ័យ
ផ្លូវខាងស្ដាំតំណាងឲ្យការតស៊ូការអត់ធ្មត់និងសេចក្តីព្យាយាមទោះបីវាមានបន្លាឧបសគ្គនិងងងឹតប៉ុន្តែការបោះជំហានដោយប្រុងប្រយ័ត្នសតែនឹងនាំឲ្យយើងទៅដល់គោលដៅដោយសុវត្ថិភាពច្រោះជ្រៅនិងព្រៃងងឹតតំណាងឲ្យមហិច្ឆតាដែលគ្មានបញ្ញាដឹកមុខនៅពេលដែលយើងបណ្ដោយឲ្យភាពលោភលន់ដឹកមុខយើងនឹងធ្លាក់ទៅក្នុងច្រោះនៃក្តីវិនាសដែលយើងមើលមិនឃើញនៅក្នុងជីវិតមានមនុស្សតិចណាស់ដែលរស់ជោគជ័យពិតប្រាកដព្រោះមានតែមនុស្សតិចតួចប៉ុណ្ណោះដែលហ៊ានដើរលើផ្លូវលំបាកហើយប្រើបញ្ញាជាជាងប្រើអារម្មណ៍ចំណែកអ្នកដែលស្លាប់បរាជ័យគឺដោយសារតែពួកគេបោកបញ្ឆោតដោយភាពស្រស់ស្អាតคล้ายคล้ายនៅចំពោះមុខបន្ទាប់ពីបានសម្រាកនិងទទួលការដាក់ទឿនពីអ្នកភូមិប្រកបដោយធម៌នៅត្រៃម្ខាងសីឡានៅតែមានចិត្តអាឡោះអាល័យចំពោះមិត្តភ័ក្តិទាំង9នាក់របស់គាត់ថ្ងៃមួយគាត់បានសុំឲ្យអ្នកភូមិជូនគាត់ទៅមើលមាត់ច្រោះពីខាងក្រោយដើម្បីចង់ដឹងថាមានអ្វីកើតឡើងពេលទៅដល់មាត់ច្រោះសីឡាស្ទើរតែលួសព្រលឹងពីត្រៃម្ខាងនេះគាត់អាចមើលឃើញបាតច្រោះយ៉ាងច្បាស់វាមិនមែនគ្រាន់តែជាច្រោះធម្មតាទេប៉ុន្តែវាជាច្រោះនៃវិញ្ញាណបិសាចនៅខាងក្រោមពោរពេញទៅដោយឆ្អឹងមនុស្សរាប់មិនអស់ដែលបានស្លាប់រាប់រយឆ្នាំមកហើយអ្វីដែលគួរឲ្យខ្លាចជាងនេះគឺគាត់បានឃើញស្រមោលខ្មៅៗដែលកំពុងតែវង្វេងនៅបាតច្រកនោះហាក់ដូចជាវិញ្ញាណដែលមិនអាចតែចាប់ជាតិបានដោយសារតែជាប់ជំពាក់នឹងចិត្តលោភលន់មុនពេលស្លាប់អ្នកភូមិម្នាក់បានប្រាប់សីឡាថាទីក្រុងមាសដែលពួកគេឃើញគឺជាការបំផន់ភ្នែករបស់បិសាចរស់នៅបាតច្រកនេះវាបង្កើតរូបភាពคล้ายคล้ายដើម្បីទាក់ទាញមនុស្សដែលមានចិត្តលោភលន់ឲ្យធ្លាក់ចុះទៅដើម្បីវាបានស៊ីវិញ្ញាណជាអាហារអ្នកដែលជ្រើសរើសផ្លូវស្រួលគឺជ្រើសរើសផ្លូវទៅកាន់មាត់របស់បិសាចចំណែកឯផ្លូវលំបាកដែលលោកបានដើរឆ្លងកាត់គឺជាផ្លូវដែលបិសាចមិនអាចទៅដល់ព្រោះវាคล้ายភាពអត់ធ្មត់និងសេចក្តីព្យាយាមរបស់មនុស្សសីឡាបានសម្រេចចិត្តថាគាត់មិនអាចរស់នៅទីនេះរហូតទេគាត់ត្រូវតែត្រឡប់ទៅវិញដើម្បីប្រាប់ការពិតនេះដល់មនុស្សលោកគាត់បានលាអ្នកភូមិហើយធ្វើដំណើរត្រឡប់មកវិញតាមផ្លូវលំបាកដដែលប៉ុន្តែលើកនេះគាត់ដើរដោយភាពជឿជាក់និងស្គាល់ផ្លូវច្បាស់ពេលមកដល់មាត់ច្រកចូលនៃភ្នំវង្វេងវិញសីឡាបានក្លាយជាមនុស្សម្នាក់ផ្សេងទៀតសក់គាត់ប្រែជាស្កូវភ្នែករបស់គាត់ពោពេញដោយភាពជូរចត់នៃជីវិតប៉ុន្តែរឹងមាំគាត់បានសាងសង់ខ្ទមទួចមួយនៅត្រង់ចំណុចផ្លូវបំបែកនោះរាប់រយឆ្នាំកន្លងទៅមានក្រុមអ្នកផ្សងព្រេងថ្មីៗជាច្រើនក្រុមទៀតបានមកដល់ផ្លូវបំបែកជើងកប់នេះដោយមានគោលបំណងស្វែងរកសម្បត្តិដូចមុនរាល់ពេលដែលមានមនុស្សមកដល់ពួកគេតែងតែឃើញតាចាស់ម្នាក់គឺសីឡាអង្គុយនៅទីនោះតាសីឡាតែងតែចង់អល់ទៅផ្លូវខាងស្ដាំដែលមានបន្លានិងថ្មរដិតរដប់ហើយប្រាប់ថាកុំទៅផ្លូវឆ្វេងដែលស្អាតនោះវាជាផ្លូវមរណៈចូលទៅផ្លូវលំបាកនេះទើបអ្នកអាចរកឃើញជីវិតពិតប៉ុន្តែជារឿងគួរឲ្យសង្វេគក្នុងចំណោមមនុស្ស20នាក់មានតែមួយនាក់ប៉ុណ្ណោះដែលជឿសម្ដីរបស់គាត់ក្រុមភាគច្រើនសើចឲ្យគាត់ថាជាមនុស្សចាស់វង្វេងហើយពួកគេនៅតែសម្រុកទៅផ្លូវខាងឆ្វេងដែលមើលទៅស្រស់បំព្រងដោយគិតថាខ្លួនឆ្លាតជាងជាលទ្ធផលសំឡេងស្រែកនៃក្តីវិនាសនៅតែបន្តកើតមានមិនឈប់ឈរមានតែមនុស្សតិចតួចណាស់ដែលព្រមស្ដាប់និងសុខចិត្តដើរលើផ្លូវលំបាកតាមការណែនាំរបស់គាត់ហើយក៏បានរស់រានមានជីវិតដូចគាត់ដែររឿងរ៉ាវនៅតែបន្តបែបនេះផ្លូវបំបែកជើងកប់នៅតែជាកន្លែងដែលមនុស្សភាគច្រើនស្លាប់មនុស្សភាគតិចរស់មិនមែនមកពីផ្លូវនោះសាហាវខ្លាំងពេកទេតែមកពីចិត្តលោភលន់និងការចូលចិត្តផ្លូវកាត់របស់មនុស្សគឺធំធេងជាងការស្ដាប់ដំបូន្មានរបស់អ្នកដែលធ្លាប់ឆ្លងកាត់នៅក្នុងជីវិតពិតប្រសិនបើយើងឃើញផ្លូវណាមួយដែលក្រៅដោយមាសហើយដើរស្រួលពេកចូលប្រយ័ត្នណាស់ព្រោះភាពជោគជ័យដែលគ្មានការលំបាកគឺជាអន្ទាក់នៃបរាជ័យ
ចូលរៀនស្ដាប់អ្នកដែលធ្លាប់បរាជ័យនិងអ្នកដែលធ្លាប់ឆ្លងកាត់ការលំបាកទើបយើងមិនក្លាយជាជនរងគ្រោះនៃច្រោះមរណៈសូមអរគុណបងប្អូនទាំងអស់គ្នាបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់រឿងនេះរហូតដល់ចប់សូមជម្រាបលា